បាទថ្ងៃនេះខ្ញុំមានមុខម្ហូបថ្មីបងប្អូនបាទជូរគ្រឿងសាច់ពោះគោបាទអញ្ចឹងវិធីធ្វើឲ្យមានអីច្រើនទេយើងបុកគ្រឿងហើយយើងច្រាំផុកមកហើយបន្ទាប់មកហើយយើងដួសគ្រឿងហ្នឹងដាក់ចូលទៅក្នុងឆ្នាំងដែលមានសាច់របស់យើងហ្នឹងទាំងច្រាំយើងកូរច្បល់វាឲ្យវាចូលសពសាច់ចូលជាតិគ្នាអស់ហើយអស់យើងលើកដាក់លើចក្រានទៅបងប្អូនបាទហើយយើងកូរវាចេញទឹកព្រៃនឹងមកអស់នឹងមកបន្ទាប់មកបានយើងដាក់គ្រឿងគ្រូតែបងប្អូនចង់បានផ្អែមប្រៃអីតាមចំណង់ចំណូលចិត្តបងប្អូនបាទនឹងស្រេចលើជើងទេបងប្អូនបាទបន្ទាប់មកយើងដាក់ក្រងបងប្អូនអត់ក្រងអត់ឆ្ងាញ់ទេម្ហូបនេះបាទអញ្ចឹងយើងដាក់ក្រងយើងក្រងបងគាត់គោះយកមកឲ្យហ្នឹងបាទអញ្ចឹងយើងដាក់ក្រងចូលបងក្រងចូលហើយទៅរួចជាការស្រេចបាទយើងក៏ភ្លក់មើលថាវាជូរឬក៏វាសាបអីយើងថែមគ្រឿងតាមហ្នឹងបងប្អូនបាទនេះបងប្អូននេះស្លឹកនេះអត់បានទេបងប្អូនបាទស្លឹកកទ្រូបបាទស្លឹកកទ្រូបអានេះមុនយើងដាក់វាយើងដុតវាឲ្យវាឡើងក្លិនតិចទៅបងប្អូនឡើងក្លិនឈួលអាហ្នឹងដាក់ទៅកាត់ក្លិនសាច់គោអីហ្នឹងគឺវាត្រូវបងប្អូនស្លឹកនេះបាទហើយយើងរបូតវាដាក់ក្នុងឆ្នាំងសម្លយើងហ្នឹងទៅតែប៉ុណ្្នឹងមករួចជាស្រេចហើយបងប្អូនហើយមុខម្ហូបរបស់យើងថ្ងៃនេះធានាថារសជាតិមកឆ្ងាញ់បងប្អូនអើយអែមម៉ាអរគុណបងប្អូន